សួស្តីអ្នកទាំងអស់គ្នាមកកាន់ Channel Knowledge Gamer ថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបនៃការ Activated Windows និង Microsoft Office ដោយប្រើប្រាស់ Comment ស្វែងរកកម្មវិធី PowerShell បន្ទាប់មកចុងមកស្ដាំយកេះពាក្យ Run Administrator បន្ទាប់មកវាយ Comment ចូលបន្ទាប់មកជ្រើសរើសយកលេខ4បន្ទាប់មកជ្រើសរើសយកលេខ4រងចាំដល់វា Run Code Activate ចប់ហើយចុចលេខ0រហូតដល់បិទផ្ទាំង Comment